លោក Shen បានសុំឲ្យអ្នកជួយខ្ញុំបញ្ជូនឯកសារនេះចេញឡចុះបើខ្ញុំអាចស្នាក់នៅ Shen បានសូមអរគុណឪពុកខ្ញុំជំពាក់គុណតាចាស់ដែលបានលាចាកលោកក្នុងគ្រួសារ Shen ពួកគេមិនអាចបាញ់ខ្ញុំបានទេចំណែកយីសែងញៀនចាប់ពីពេលនេះទៅការងាររកខ្វក់ទាំងអស់នឹងត្រូវបោះឲ្យគាត់បើមិនអាចនៅឆ្ងាយបាននៅពេលដែលប្រធានាធិបតីដឹងថាគាត់អន់ជាងខ្ញុំតាមគ្រប់មធ្យោបាយមានតែពេលនោះទេដែលចងចាំពីសេចក្តីល្អរបស់ខ្ញុំបាទអ្វីក៏ដោយវាជាលេខាឬភរិយារបស់ប្រធានាធិបតីមានតែអ្នកទេដែលស័ក្តិសមបំផុតអ្នកសូមឲ្យសានីផ្ញើឯកសារនេះមានរឿងអ្វីកើតឡើងតើគាត់បានធ្វើអ្វីខុសទេអូវាជាកំហុសរបស់ខ្ញុំទាំងអស់វាពិតជាគួរឲ្យអាណិតណាស់ដែលឃើញគាត់កំពុងសម្អាតខ្ញុំគ្រាន់តែចង់ផ្ដល់ឱកាសឲ្យគាត់រីកចម្រើនគួរឲ្យអាណិតណាស់ខ្ញុំមិនគួរទុកឲ្យមនុស្សដែលមានការអប់រំទាបបែបនេះទេធ្វើអ្វីដែលពិបាកបែបនេះប្រសិនបើលេខាធិការយល់ថាគាត់មិនមានជំនាញសម្រាប់ការងារនោះបន្ទាប់មកអ្នកនឹងសេងញៀនគូបដូរការងារទាំងស្រុងតើអ្នកចង់ឲ្យខ្ញុំធ្វើការសម្អាតទេខ្ញុំគ្រាន់តែសន្យាជាមួយឪពុករបស់អ្នកថាអ្នកអាចស្នាក់នៅ Shen វាមិនមានបញ្ហាអ្វីដែលអ្នកធ្វើនោះទេចេញទៅក្រៅហើយឆ្លុះបញ្ចាំងអ្នកគឺជាឯកជនរបស់ខ្ញុំទូរស័ព្ទទៅប៉ូលីសខ្ញុំនឹងរៀបចំការងារឲ្យអ្នកគុំល្ងងហើយស្ដាប់ទាំងអស់គ្នាខ្ញុំមិនគួរឲ្យធុញទេអ្នកមិនបានចាត់តាំងការងារឲ្យខ្ញុំទេខ្ញុំនឹងឲ្យអ្នកញ៉ាំអាហារពេលល្ងាចប្រសិនបើនេះជាការងារតើមានប្រាក់បន្ថែមម៉ោងទេសែងញៀនមានន័យថាសែងញៀនគ្រាន់តែហៅខ្ញុំលេខាខ្ញុំធ្វើការជាលេខារបស់គាត់3ឆ្នាំមិនល្អដូចយីសែងញៀនដែលខ្ញុំទើបតែជួបចាំមើលគ្រូសា Shen រៀបចំពិធីជប់លៀងអាជីវកម្មនៅយប់នេះអ្នកគឺស្រស់ស្អាតនិងអស្ចារ្យលោក Shen នឹងនាំអ្នកទៅទីនោះប្រធានក៏នៅយប់នេះដែរប្រហែលជាខ្ញុំនឹងចូលចិត្តអ្នកខ្ញុំចង់ធ្វើជាចៅស្រីរបស់ខ្ញុំបាទលោក Shen អាហារពេលល្ងាចអាជីវកម្មយប់នេះសូមប្រាប់ពីសែងញៀនអនុញ្ញាតឲ្យគាត់ទៅជាមួយខ្ញុំអ្នកសូមឲ្យអ្នកបោះសម្អាតទៅជាមួយតើនេះមិនមែនជាឱកាសខ្ពស់ទេ总裁ធ្វើផ្លូវអនុញ្ញាតឲ្យអ្នកផ្ដល់ផ្លូវយល់អត់សែងញៀនទើបតែទទួលបានព័ត៌មានប្រធាននឹងជំនួយការជាងបានជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវត្រឡប់ទៅក្រុមហ៊ុនវិញពិតទូរស័ព្ទរបស់គាត់ផងដែរខ្ញុំមិនអាចតាក់ទងអ្នកឥឡូវនេះបានទេហើយប៉ូលីសឥឡូវនេះបានរាយការណ៍រួចហើយប៉ូលីសសូមរងចាំព័ត៌មានឯងទៅណាខ្ញុំនឹងស្វែងរក Walking up alone and cold 내 외침을 던져 អាហារពេលល្ងាចជិតចាប់ផ្ដើមហើយខ្ញុំមិនដឹងថាយីសែងញៀនទៅណាទេលោក Shen ចុះខ្ញុំជូនដំណើរអ្នកទៅអាហារពេលល្ងាចយ៉ាងម៉េចដែរបើយីសែងញៀនមិនទៅទេខ្ញុំមិនយកលេខាមកទេតើយីសែងញៀននៅណាមែនហើយថ្ងៃនេះខ្ញុំមិនបានឃើញគាត់ទេហេតុអ្វីបានជាវាត្រូវបានបិទជាងបានទៅជួបយីសែងញៀនហើយវាគឺជាលោក Shen មានផ្លូវចុងក្រោយឆ្លងកាត់ក្រុមហ៊ុនខ្ញុំមិនបានឃើញគ្រោះថ្នាក់ចរាចរណ៍ទេលោក Shen បានរកឃើញហើយលោកម្ចាស់ជាងអ្នកនិងលោក Shen បានជួបគ្រោះថ្នាក់ចរាចរណ៍ទេលោក Shen បញ្ជូនខ្ញុំមករកអ្នកហេតុអ្វីខ្ញុំមិនអាចទៅជួបលោក Shenតើអ្នកធ្លាប់នៅណាខ្ញុំចាប់អ្នកមិនបានទេតើខ្ញុំព្យាយាមយ៉ាងណា